Tây tập đầy bay vang sọc tí còn lại còn nát nhập đâm không riệp bê rèn vì chất có nhoi đó đây sòng khâm គិតជាប្រវែងប្រមាណ296ម៉ែត្រជាស្ពានបេតុងបាទហើយពីមុនគឺដោយឡែកស្ពាននេះគឺជាស្ពានចាស់មួយបាទនេះស្ពានដែលយើងកំពុងតែចូលនេះហើយតែស្ពានបរាយកើតតែមានប្រវែងលើកមុននោះគឺ42ម៉ែត្រឥឡូវនេះយើងពង្រីកដល់48ម៉ែត្រនេះគឺស្ពានចាស់ពីមុនដែលថាបាទបរាយកើតហើយអាចបើថាទឹកឡើងអាចបាក់ដោយចៃដន្យបាទព្រោះមើលជើងផ្សិតអត់ព្រមទេតែឥឡូវនេះយើងបានធ្វើជាស្ពានបេតុងហើយកម្រិត design របស់យើងនេះ design ធៀបមួយកម្ពស់ទឹកខ្ពស់បំផុតឆ្នាំ2011គឺ1ម៉ែត្រកន្លះបាទខ្ពស់ជាងដែលដល់ beam ហើយលើផ្លូវនេះមាន5ស្ពានដូចខ្ញុំរៀបរាប់ហ្នឹងគឺបរាយកើតបរាយលិចស្ពានព្រៃវែងក្រុងស្ពានសំពុទ្ធោនិងស្ពាន7ក្រៅស្ពាន7ក្រៅគឺស្ពានមួយដែលនៅជាប់នឹងព្រំដែនព្រៃវែងហើយនឹងកំពង់ចាមចំឡងវាមុំទទួលការសាបាយខនចងដៃបើពីមេបាជាតិបិទជាសាតនមកបាទចាំខ្ញុំសូមរៀបរាប់ពីសាវតានៃទំនប់នេះដើមឡើយទំនប់នេះគឺរូបភាពចាស់របស់គេគឺមានទទឹងតែ4ម៉ែត្រកន្លះអីទេបាទឈ្មោះទំនប់ការពារក្រុងព្រៃវែងហើយសូមជំរាបដែរនេះគឺផែនទីព្រៃវែងក្រុងនេះគឺព័ទ្ធដោយទំនប់ខៀវនេះគឺទំនប់ដែលយើងកំពុងតែឈរនៅនេះដែលមានប្រវែង2គីឡូហើយទំនប់មួយទៀតក៏ជាទំនប់មួយទប់ទឹកពីខាងនេះដែរកុំឲ្យប៉ះទៅក្រុងនេះគឺមានប្រវែង670ម៉ែត្រហើយយើងបានធ្វើទំនប់នេះរួចរាល់ហើយទំនប់ដែលយើងកំពុងកើតនេះគឺទំនប់ទី1បាទក្រុងព្រៃវែងត្រូវការពឹងពាក់ទាំងស្រុងលើទំនប់នេះបើគ្មានទំនប់នេះទេពេលទឹកទន្លេឡើងគឺបាក់ទៅលិចដល់លំនៅឋានប៉ះពាល់ដល់អាយុជីវិតជាបរិបទព្រោះការទឹកឡើងរៀងរាល់ឆ្នាំជាពិសេសគឺឆ្នាំនេះដូចខ្ញុំបានបញ្ជាក់មិញនៅកន្លែងវាទឹកនេះគឺយើងនៅសល់តែជាងកន្លះម៉ែត្រទៀតវាអាចលិចដែរប៉ុន្តែបើសិនជាយើងបានធ្វើវានឹងលិចដែរជាតិមិត្តជាសាតនមកណោតៃទឹកដីព្រៃវែងស្រុកទីកន្លែងកំណើតញាក់ដឹមឃុំរៀបពេរាំងវិចិត្តក៏ញញដល់ប្តីសង្ឃឹមកូនចៅជន់ក្រោយទុនលេតូចកំពុងបបលភូមិយោនវិមលមេសប្រច័ន្ទទំនប់នេះមានលក្ខណៈដូចទំនប់ចាស់នោះដែលខ្ញុំរៀបរាប់មកអញ្ចឹងបាទដែលខ្ញុំរៀបរាប់មកអញ្ចឹងគឺបានន័យថាវាលិចតាមនឹងហើយទំនប់នេះតាមលោកចវាយក្រុងភាសាធ្លាប់ដាច់ភាសាដែរបាក់ភាសាដែរ96បាទ96បាទហើយតែបាក់ទៅទឹកចូលទៅដល់ក្រុងដូចគ្នាអញ្ចឹងហើយបានគម្រោងនេះត្រូវបានធ្វើបានជួបរូបស្រីស្រស់ដូចគេណ
ឈើកាច់បាភ្នំស្នាមស្នេហ៍បលោកយាយមេសជួយចោចែកចែងស្ពានកំពង់ស្នេហ៍ជួយដឹងរឿងខ្ញុំចំឡងវាមុំទទួលផ្កាស្លាបាយខុនចងដៃក៏ពីមេបាជាតិបិទជាខ្ញាសាតនមកនេះគឺ CW5 មាន2ស្ពានទី1គឺស្ពានសំពត់ធោហើយស្ពានទី2គឺស្ពានអង្កលក្រៅស្ពានសំពត់ធោមានប្រវែង54ម៉ែត្រហើយនៅស្ពានអង្កលក្រៅមានប្រវែង30ម៉ែត្របាទស្ពានសំពត់ធោអាចបានដាក់វីននៅពីលើហើយយើងនៅតែរឹតហើយការទាញការហើយយើងចាប់ដើមចាក់ AC ពីលើបាទហើយកន្លែងនេះគឺជា approach ដែលដីមានសើពេញយើងកាយ50សិនបាទហើយក៏មកពីតនបានយើងចាក់ទឹកចាំដៃចិត្តយើងហើយលោកចាំទឹកស្រកយើងនឹងធ្វើជា slope protection នៅខាងក្រោមនៃការស្លាប់ហើយគ្រោងនឹងហើយនឹងចុងឆ្នាំនេះបាទចំឡងវាមុំទទួលការស្លាបាយខុនចងដៃក៏ពីមេបាជាតិបិទជាខ្ញាសាត